លោកនាងជាទីមេត្រីពោជនីយដ្ឋានអង្គការឃ្លាំងមឿងនៅតែជាទីសក្ការៈបូជាពេញនិយមសម្រាប់អ្នករស់នៅក្នុងខេត្តពោធិ៍សាត់ហើយនឹងភ្ញៀវទេសចរមកពីខេត្តផ្សេងទៀតអ្នកគ្រប់គ្រងពោជនីយដ្ឋាននេះអះអាងថាបច្ចុប្បន្នគឺមានភ្ញៀវមកពីគ្រប់ទិសទីហើយបានមកចូលរួមគោរពបូជាយ៉ាងតិច60នាក់ក្នុងមួយថ្ងៃប៉ុន្តែថ្ងៃខ្លះគឺមានភ្ញៀវរាប់រយនាក់ចូលគោរពបូជាព្រមគ្នាហើយដែលធ្វើឲ្យមនុស្សកកស្ទះនៅបរិវេណពោជនីយដ្ឋានតើអាជ្ញាធរខេត្តមានគម្រោងអភិវឌ្ឍអ្វីខ្លះដើម្បីឆ្លើយតបបញ្ហានេះចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកចិនជេថាប្រធានគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋានអង្គការឃ្លាំងមឿងឬអ្នកតាឃ្លាំងមឿងបង្ហាញគម្រោងពង្រីកផ្ទៃដីបូជនីយដ្ឋានទំហំ5ហិកតាបន្ថែមទៀតសម្រាប់ចតរថយន្តគ្រប់ប្រភេទគម្រោងអភិវឌ្ឍនេះគឺស្របពេលដែលសប្បុរសជនផ្ដល់ទឹកប្រាក់ជាង$30,000ដើម្បីកសាងបោះស្បុកជណ្ដើរមង្គលទាំង38កាំនៅកញ្ចុះអង្គុយលេងនៅលើផ្ទៃដីរបស់បូជនីយដ្ឋានដែលមានស្រាប់ទំហំប្រមាណ3ហិកតាប្រធានគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋានលោកម៉ៅសុភ័ណ្ឌមានប្រសាសន៍ថាប្រភពជំនួយធំបានមកពីអ្នកជំនួញឈើដ៏ធំនៅកម្ពុជាគឺលោកអុកញ៉ាត្រីភិតនិងសមាជិកប្រសិទ្ធិគណៈបកប្រជាជនលោកប្រាក់ចម្រើនចំពោះគម្រោងទិញដីពង្រីកកន្លែងចតឡានវិញលោកបញ្ជាក់ថាម្ចាស់ដីនៅក្បែរនោះបានដំឡើងថ្លៃដីទ្វេ1ជា3ដែលលំបាកអំពាវនាវរកម្ចាស់ជំនួយបរិច្ចាគទឹកប្រាក់ដ៏ច្រើនបែបនេះពង្រីកផ្ទៃដីដើម្បីធ្វើយ៉ាងណាឲ្យឡានឆ្ងាយពីបូជនីយដ្ឋានព្រោះអីតាឡានចូលមកចតតាមផ្លូវចូលគឺក៏ពិបាកធ្វើការហ្មងអញ្ចឹងគឺខាងការចាក់ដីទៅលោកតាមានដីពីខាងលិចខ្នល់នឹងមួយចំនួនទៀតកំពុងតែរលុយខ្លះហើយប៉ុន្តែវាមិនទាន់ពេញល្អទេអាហ្នឹងមានបំណងចង់ថារុញឲ្យឡានទៅជ្រកអាហ្នឹងឲ្យគាត់អញ្ជើញដើរចូលមកក្នុងបូជនីយដ្ឋានតែពេលមកមិនបាច់ឲ្យចូលទាំងឡានមកទេប្រភពពីឆ្មាំយាមបូជនីយដ្ឋាននិងលោកម៉ៅសុភ័ណ្ឌឲ្យដឹងស្រដៀងគ្នាថានៅក្នុងឆ្នាំ2015មានទាំងភ្ញៀវជាតិនិងអន្តរជាតិច្រើនកកចូលមកគោរពបូជាហើយបានបរិច្ចាគធនធានដែលខ្លួនមានគ្រប់គ្នាដែលមិនធ្លាប់មានពីមុនមកប៉ុន្តែភ្ញៀវទាំងនោះភាគច្រើនយល់ដឹងតិចតួចនិងខ្លះមិនយល់តែម្ដងអំពីប្រវត្តិសាស្ត្រទាក់ទងនឹងអង្គការឃ្លាំងមឿងដែលជាមេទ័ពដ៏ល្បីល្បាញកាលពីសម័យលង្វែកទាក់ទងនឹងភាពខ្វះខាតនៃការយល់ដឹងរបស់ពលរដ្ឋខ្មែរនិងភ្ញៀវបរទេសពីប្រវត្តិលោកអង្គការឃ្លាំងមឿងនេះប្រធានគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋានលោកម៉ៅសុភ័ណ្ឌមានកំណត់បោះពុម្ពកូនសិភៅសង្ខេបយ៉ាងខ្លីចេញពីឯកសារមហាបរតខ្មែរដើម្បីលក់ក្នុងតម្លៃថោកឬចែកជូនភ្ញៀវនាថ្ងៃអនាគតលោកថាភ្ញៀវតិចណាស់ដែលបានសួរលោកអំពីប្រវត្តិសាស្ត្រនេះនិងខ្លះមិនបានសួរហើយនិយាយតាមគ្នាមិនត្រឹមត្រូវទៅតាមប្រវត្តិសាស្ត្រយើងចង់បានឯកសារនិយាយទៅពីពលកម្មជីវិតនៅត្រង់កន្លែងទាំងហ្នឹងរបស់លោកអង្គការឃ្លាំងមឿងទេយើងមិននិយាយអីវែងឆ្ងាយដោយមហាបរតទេអញ្ចឹងយើងចង់និយាយតែចំណុចលោកតាមឿងហ្នឹងបានបូជាជីវិតនៅទៅនឹងដោយសារអីដោយសារតែព្រះអង្គច័ន្ទរាជាហ្នឹងប្រើឲ្យគាត់ទៅទប់ទល់ជាមួយនឹងទ័ពខ្មាំងទៅរួចតែលោកតាមឿងគាត់មើលទៅឃើញទៅអត់រួចទេបានគាត់សុំបូជាជីវិតដើម្បីកាន់ទ័ពខ្មោចជួយវាយគាត់ហ្នឹងអញ្ចឹងទេយើងចង់និយាយតែពីទៅនឹងបន្តិចទេយើងអត់ឲ្យនិយាយទៅដល់ទីណាដទៃទៀតទេដើម្បីកុំឲ្យប៉ះពាល់បាត់បូជនីយដ្ឋានអង្គការឃ្លាំងមឿងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈប៉ុន្តែប្រធានមន្ទីរទេសចរខេត្តពោធិ៍សាត់លោកសំឃីមបញ្ជាក់ថាខាងលោកបានគ្រប់គ្រងតួលេខភ្ញៀវទេសចរដោយប្រយោលនៅទីនោះលោកថាទីសក្ការៈបូជាអង្គការឃ្លាំងមឿងគឺជាទិសដៅរបស់ភ្ញៀវសម្រុកទៅបន់ស្រន់ច្រើនដូចជានៅតាមរមណីយដ្ឋានសំខាន់ដែលមាននៅក្នុងខេត្តដែរលោកសំឃីមរំលឹកថាកាលពីឆ្នាំ2008នៅគ្រាដែលប្រទេសកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃគេបានធ្វើពិធីឡើងអ្នកតាឃ្លាំងមឿងហើយកាលនោះមានភ្ញៀវច្រើនណាស់បានចូលរួមលោកថាបច្ចុប្បន្នទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគិតជាមធ្យមក្នុងមួយខែមានចំនួន16,000 នាក់ដែលបានចូលទៅលេងឬបន់ស្រន់នៅទីសក្ការៈបូជាអង្គការឃ្លាំងមឿងកន្លែងហ្នឹងចេះវាសក្តានុពលវាល្អប្រសើរកន្លែងណាទាំងអស់ណាព្រោះកន្លែងហ្នឹងវាជាទៅជំនឿមួយណាមកពីពលរដ្ឋខ្មែរយើងក៏តែមានជំនឿទៅបំតន់អីមានទឹកវិបាកអីចឹងព្រោះគេមានជំនឿជឿជាក់នៅអង្គការឃ្លាំងមឿងហ្នឹងហើយជឿអត់ដែរជឿនោះវាមានជាអចិន្ត្រៃយ៍កំពុងអង្គុយផ្អែកសសរនៅជ្រុងម្ខាងនៃទីសក្ការៈបូជារបស់អ្នកតាឃ្លាំងមឿងក្នុងទឹកមុខស្រគត់ស្រគំគឺអ្នកស្រីជាចាតមានប្រសាសន៍ថាគ្រូគាត់មានកំណើតកើតជានៅក្បែរទីសក្ការៈបូជារបស់អ្នកតាឃ្លាំង
ងមឿងប៉ុន្តែរូបគាត់ទើបស្ម័គ្រចិត្តចូលមកជួយថែរក្សាបូជនីយដ្ឋានក្នុងវ័យ75ឆ្នាំនេះទេអ្នកស្រីថាត្បិតរូបគាត់ទើបមករក្សាបូជនីយដ្ឋានតែគាត់មានជំនឿលើអ្នកតាឃ្លាំងមឿងជាយូរមកហើយដោយអ្នកស្រុកភូមិបន់ស្រន់អ្វីបានសម្រេចដោយបំណងជាច្រើនណាកូនអើយប៉ិនបានគិតថាមានប្រមាណអីប្រមាណទេណាប៉ិនគេចុះឡើងមកគ្រឹកក្រៀងវត្តអាងាកហ្នឹងគេមកបន់ស្រន់សុំសេចក្តីសុខខ្លះទៅក៏បន់ទៅបានសម្រេចការងារអីមួយចឹងគេយកសង្វាយមកលាមកលាពីអីចឹងទៅខ្លះក៏បន់ចឹងទៅឲ្យលោកតាជួយដោយប្រការណាមួយអីចឹងទៅបូជនីយដ្ឋានអង្គញាឃ្លាំងមឿងស្ថិតនៅភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកានចម្ងាយប្រមាណ2គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ត្រូវបានពលរដ្ឋនិងអាជ្ញាធរខ្លះក្នុងខេត្តផ្ដល់កិត្តិនាមដ៏អស្ចារ្យចំពោះអ្នកតាឃ្លាំងមឿងដោយពួកគាត់មានជំនឿបច្ចុប្បន្នមានយាយតាប្រមាណ10នាក់បានបូជាកម្លាំងកាយសម្អាតបរិវេណបូជនីយដ្ឋានព្រមទាំងបម្រើសេវាកម្មលក់ទៀនធូបជូនភ្ញៀវចាស់ទាំងនោះបានទទួលទេយ្យទានខ្លះពីសប្បុរសជនជាហូរហែដែរខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំង